តោះបងប្អូនអរគ្នាបងប្អូននេះគឺជារូបភាពរបស់ស្ត្រីជនជាតិថៃណាបងប្អូនណាដែលបានរត់ពន្ធគ្រឿងញៀនheroin ហ្នឹងបងប្អូនណាលេបចូលក្នុងពោះ72គ្រាប់ណាបងប្អូនណាដែលខាងតៃវ៉ាន់គេបានខាត់ខ្លួនបាននៅក្នុងនៅអាកាសយានដ្ឋានកៅសុងណាបងប្អូនហ្នឹងហើយនិយាយចំថៃមែនតើបងប្អូនណាអស់ពីរត់ពន្ធឆ្លងប្រទេសឥឡូវហ្នឹងព្យាយាមធ្វើយ៉ាងណាក៏ដោយដើម្បីចែកចាយឆ្លងប្រទេសឲ្យបានមុនឃើញអត់ស្ត្រីជនជាតិថៃនេះគឺជាគ្រូបដាល់ថៃទៀតណាបងប្អូនណាហើយហ៊ានលេបអា heroin នេះចំនួន72គ្រាប់ចូលក្នុងពោះបងប្អូនដើម្បីរត់ពន្ធឆ្លងចូលក្នុងតៃវ៉ាន់ណាប៉ុន្តែគួរសោកស្ដាយដែលចូលដល់តៃវ៉ាន់គេមានការស៊ើបអង្កេតច្បាស់លាស់ណាបងប្អូនហ្នឹងហើយឥឡូវហ្នឹងគឺស្ត្រីហ្នឹងគឺបានឃុំខ្លួនហើយនឹងកំពុងតែបន្តនីតិវិធីណាបងប្អូនណាហ្នឹងដើម្បីស៊ើបអង្កេតដើម្បីអនុវត្តតាមច្បាប់ហើយគ្រឿងញៀនដែលលេបចូលក្នុងពោះហ្នឹងគឺមានចំនួន72គ្រាប់ហ្នឹងគឺគេទុករយៈពេលប្រហែលជា10ថ្ងៃណាបងប្អូនណាបានអាចឲ្យស្ត្រីហ្នឹងបានបន្តបងចេញមកដើម្បីគ្រឿងញៀនហ្នឹងយកចេញមកខាងក្រៅបងប្អូនចុះបើសិនជានាងលេបចូលទៅបើសិនជាអាស៊ីតកាពីហើយបើសិនជាមានការធ្លាយថងធ្លាយអាចជាធ្វើឲ្យប៉ះពាល់ដល់ជីវិតរបស់បងប្អូនថៃវាខ្វល់ទេបងប្អូនវាខ្វល់ពីអាយុជីវិតប្រជាពលរដ្ឋវាខ្វល់ទេសំខាន់គឺរត់ពន្ធគ្រឿងញៀនឲ្យបានឆ្លងប្រទេសណាបងប្អូនហើយគ្រឿងញៀន72គ្រាប់ហ្នឹងគឺមានតម្លៃ$13200ណាបងប្អូនណាហ្នឹងហើយច្រើនបងប្អូនចាំបើសិនជាលុយថៃ3.7លានបាតណាបងប្អូនណាស្មើនឹង$13200ច្រើនដែរណាបងប្អូនតែស្ត្រីជនជាតិថៃដែលជាគ្រូបណ្ដាលរបស់ថៃនេះហ៊ានណាបងប្អូនណាហ៊ានរត់ពន្ធហ៊ានលេបចូលក្នុងពោះគិតថាលេបចូលក្នុងពោះហ្នឹងឲ្យអាចឆ្លងប្រទេសហ្នឹងបានណាបងប្អូនណាព្រាភ្លេចតែឃើញថាប្រទេសគេមួយគេឆ្លាតណាគេអត់ល្ងងទេណាបងប្អូនមានតែថៃទេដែលវាល្ងងណាបងប្អូនណាឥឡូវនេះពិភពលោកកំពុងតែដឹងថាថៃគឺជាប្រទេសរត់ពន្ធគ្រឿងញៀនថៃគឺជាមុខសញ្ញាចែកចាយគ្រឿងញៀនទី1នៅលើពិភពលោកណាបងប្អូនណាឥឡូវប្រទេសផ្សេងកំពុងតែតាមដានកំពុងតែងាករេទៅមើលថៃហើយថៃកំពុងតែស្អុយឈ្មោះកាន់តែខ្លាំងហើយណាបងប្អូនណាអញ្ចឹងខ្ញុំគិតថាថៃវានៅមានរឿងច្រើនជាងហ្នឹងទៀតណាបងប្អូនណាហើយមិនធម្មតាទេប្រទេសវាទាំងមូលបងប្អូនវារស់ស៊ីអីវារស់ស៊ីផលិតគ្រឿងញៀនរត់ពន្ធលក់ណាបងប្អូនណាអញ្ចឹងណាខ្ញុំគិតថាពិភពលោកគេនឹងមើលឃើញពីទាំងធ្វើក្ររបស់វាបងប្អូនខ្ញុំគិតថាតិចទៀតថៃវាកាន់តែស្អុយឈ្មោះវាកាន់តែខ្លាំងមែនតើហើយណាបងប្អូនណាហើយវាហ៊ានអត់ខ្វល់ពីអាយុជីវិតមនុស្សណាសូម្បីតែស្ត្រីជនជាតិថៃនេះណាបងវាហ៊ានលេបheroin ហ្នឹងដើម្បីរត់ពន្ធគ្រឿងញៀនឆ្លងប្រទេសណាបងប្អូនណាបាទបងប្អូនមានតែថៃដែលធ្វើបាននៅលើពិភពលោកគ្មានប្រទេសណាធ្វើបានទេអញ្ចឹងបងប្អូនជួយ share វីដេអូនេះមើលផងបងប្អូននេះគឺជារូបភាពដ៏អាក្រក់ដែលថៃវាកំពុងតែធ្វើបើកបង្ហាញឲ្យពិភពលោកបានឃើញណាបងប្អូនណាហ្នឹងហើយអរគុណច្រើន